ទៅការដុតត្រីបាទដុតត្រីយើងដែលយើងហូបបានណាបងប្អូនយើងបាទត្រីវាងប់ឡើងរឹងអស់ហើយបាទយើងដាក់អាំងវាបដាមកបាទនឹងមានទៀតបាទចឹងសម្រាប់ឆ្នាំនេះគឺបញ្ចប់ប៉ុណ្ណេះទៅនឹងវីដេអូនៃការឆូតកាត់បាទហើយថ្ងៃនេះក៏បងប្អូនថាអត់បានរកខ្យងរកក្តាមអីដែរបាទគឺបង្ហាញបងប្អូនទូទៅបាទទៅនឹងការទិដ្ឋភាពក្រោយពេលឆូតកាត់រយៈពេលធំតែគិតដល់ឥឡូវប្រហែលជា10ថ្ងៃកន្លះខែចុះបាទឲ្យយូរបាទតែឈុតមែនតើមកវាលដីប្រហែលជា100វាលហិកតានេះឈុត3ថ្ងៃតែ3ថ្ងៃទៅអស់លីងបាទឥឡូវនេះគឺអស់ហើយបាទគឺសារស្រូវចាប់ដល់ដុះខៀវពេញស្រែហើយអញ្ចឹងបងប្អូនថាសម្រាប់វីដេអូថ្ងៃនេះចង់បងប្អូនបង្ហាញទិដ្ឋភាពទូទៅគឺវាស្រែក្រោយពេលចូលស្រូវហើយបាទអរគុណម៉ោង5កន្លះហើយបាទម៉ោង5កន្លះល្ងាចចឹងបងប្អូនទេសនាមើលលេងទៅបាទនៅស្រុកស្រែមានអីទេបងប្អូនហើយមានអីចឹងឯងបាទអូខ្វាយជាមានទៀតហ្នឹងនេះខ្ញុំដឹងថាយើងត្រូវចំអិនថៃឆ្អិនអត់ទេតែយើងចាំមើលតិចទៀតបាទឥឡូវយប់ដែរព្រោះមេឃនេះសាថាអាកាសធាតុយ៉ាងល្អដែរនេះមេឃបាទអត់មានភ្លៀងមានអីទេនេះល្អដែរតរថ្ងៃតែម៉ោង7ព្រឹកមកយប់ទៅភ្លឺដាក់ហើយវល់ល្ងាចទៀតនេះអត់អូចឹងធ្វើឲ្យបងប្អូនយើងទៅជូតកាត់ហើយមានឱកាសហាលស្រូវអ្នកខ្លះហាលស្រូវមួយខែហាលមិនទាំងស្ងួតបាទមកថ្ងៃនេះដើររចាប់ត្រីបាទក្រោយពីយើងជូតកាត់ហើយមានតែជ្រៀងទេបាទក្នុងស្រែចឹងគីឡូមានត្រីនៅតាមទឹកដក់អីចឹងណាបាទជាមួយនឹងឆវីឆ្កែខ្ញុំបាទអូសបាយលោតដល់គេស្វាយចិត្តគេឆវីមកស៊ូមើលឆវីនេះស្អាតមិនខ្លះឆវីមកគេឥឡូវយើងដើរមើលតាមទឹកហូរហ្នឹងគីឡូមានត្រីអ៊ូទុំជង្គង់ទឹកក្នុងស្រែនេះសល់ពីច្រូតហើយមើលគីឡូមានត្រីអីផុសទៅនេះហូរតាមទឹកគីឡូអត្រាគីឡូហ្នឹងភ្លៀងរងថ្ងៃដូចមិនមែនខែកដឹកចឹងមេឃហ្នឹងដូចខែវស្សាដូចខែវស្សាដើមឆ្នាំចឹងនេះបងប្អូនសាស្រូវដល់ខៀវមកទៀតហើយទៅរយៈពេលគិតទៅប្រហែលជាពីថ្ងៃចូលដល់ថ្ងៃលើនេះប្រហែលជា10ថ្ងៃលើឡើងសាស្រូវបាត់ហើយមើលទឹកក្នុងស្រែអស់លីងឃើញតែដើមថតនឹងភ្លឺស្រែក្រោយពេលចេករួចដល់កអើយនេះញាក់សាច់អូលឿនអូឆោវីសុបាយចិត្តដល់តែបាននាំមកស្រែសោះរត់លឿនអូស្អាតដល់នេះស្បូវដុះតាមភ្លឺខៀវកាមេរ៉ារៀងកវីកវត្តតិចបងប្អូនហើយពោះកាន់តែឯងអីតែឯងបាទលើម៉ោងជិត6ហើយនឹងថាបានចំអិនថៃឬក៏អត់ទេបងប្អូនពោះសំខាន់គឺយើងហូតទីតាំងកន្លែងណាឲ្យសមរម្យអត់ទាន់បានបាទពោះកន្លែងណាក៏ទឹកកន្លែងណាក៏សើមដែរបាទចាំទៀតណាបាទឥឡូវនេះយើងរកទិសដៅឃើញហើយបាទនៅថ្នោត3ដើមរបស់យើងឯងបាទកន្លែងនេះគឺកន្លែងស្អាតជាងគេហើយបាទបងប្អូនយើងអូខេឥឡូវយើងយកដើមរកអូយើងស្អីមកទាំងថ្នោតនេះបាទលឿនថ្នោតគេថ្នោតបានហើយប៉ុណ្្នឹងហើយគេថ្នោតច្បាស់នឹងលឿនតែប៉ុណ្្នឹងមកគឺអូខេហើយបាទតបងប្អូនប្រកាសលើកមួយខ្ញុំទាំងអស់គ្នាបាទឥឡ
ឥឡូវយើងធ្វើការកាត់ភ្លើងហើយបាទបន្តិចទៀតមកគឺយើងឆ្អិនហើយឆេះមួយមកដាក់ភ្លើងឲ្យឆេះតិចមកបាទអីមិនតែចឹងឯងលឿនយើងរកតំណោតដើម្បីដកត្រីឥឡូវយើងបង្កាត់ភ្លើងបរាឥឡូវយើងចាប់ដល់ធ្វើតំណោតដកត្រីបាទបងប្អូនយើងលើកទៅការដកត្រីបាទដកត្រីយើងដែលយើងហៅបានណាបងប្អូនយើងបាទត្រីវាងប់ឡើងរឹងអស់ហើយបាទយើងដាក់អាំងវាបដាមកបាទនឹងមានទៀតបាទនេះត្រីរបស់យើងរកបានតែវារឹងហើយរឹងយូរតែហើយបាទវីដេអូរៀងកាត់តិចហ៎បាទត្រីស្រែរបស់យើងហ្នឹងបាទរៀងដកវាមកអូរឹងអស់លីងដកវាបែបហ្នឹងមកអាំងវាទៅបាទយើងធ្វើរបៀបស្រែហ្នឹងមានស្អីនៅក្នុងដើមខ្នោតឥឡូវមេឃយប់អត់ហើយបាទភាសាតែនេះវាយើងនៅឆ្ងាយពេកអញ្ចឹងវាភ្លៀងផងយើងធ្វើអត់ទាន់បាទអញ្ចឹងយើងអស់អត់បានល្អទៀតនេះហ្នឹងមិនអីមេឃយប់អត់ហើយបាទនេះត្រីយើងបាទពោះមេឃកាន់តែយប់ហើយរកភ្លៀងទៀតនេះអញ្ចឹងយើងជាព្យាយាមធ្វើនៅបានជោគជ័យអត់ទេបងប្អូនប្រិយមិត្តយើងអស់គ្នាបាទនេះត្រីរបស់យើងដុតត្រីដុតច្បើងបាទឥឡូវនេះវាមេឃកាន់តែទុនទេត្រង់ទៀតហើយបាននឹងតែទាន់អត់ទេបាទតែព្យាយាមធ្វើព្រោះមេឃវាចង់មកឥឡូវទៀតហើយមេឃមកអ្នកបានត្រៀមអីមកទេបាទព្រោះយើងគិតថាគោលដៅរបស់យើងគឺយើងដើម្បី relax នៅវាស្រាយយើងត្រូវទៅហៅយើងណាចង់នាំបងប្អូនយើងមើលឥឡូវយើងមានឧបករណ៍របស់យើងសម្រាប់មកតែហ្នឹងគឺមានអញ្ចឹងសាប់មួយទៀតបាទត្រីយ៉ាត្រីដុតច្បើងនៅវាអញ្ចឹងហ៎បាទព្រោះវាទឹមអត់មានគ្រាប់ភ្លៀងទេហ្នឹងតែពិតចង់មកធ្វើបាទនេះត្រីយើងមិនទាន់នេះទេហើយជាកម្រិតជាងក្រោយមកដាក់ត្រីនៅកដាលបាទហើយយើងដាក់ច្បងពីលើបាទមានអញ្ចឹងទេបាទនេះត្រីស្រែគឺបែបហ្នឹងពងនេះមេឃងឹតពេកបាទឥឡូវនេះម៉ោងប្រហែលម៉ោងទៅមើលតិចមកកងបាត់ហើយម៉ោង5:51នាទីបាទម៉ោង5:51នាទីម៉ោងជិត6ហើយបាទ
ថាដល់ពេលលេយើងខ្លីអញ្ចឹងហើយយើងធ្វើខ្លីៗបាទគាត់ទៅបង្ហាញវាទស្សនភាពវាស្រូវវាស្រែពេលឈុតកាត់ហើយគឺអញ្ចឹងតែមើលមេឃមកឥឡូវមេឃតក់មកបាត់ហើយដល់ហើយបាទនេះមកអូយដាក់ខ្ពស់ពេកអត់ឆ្អិនដុតហ្មងបាទបូតបាត់ដុតហ្មងខ្ញុំឈឺឆ្អិនវិញណាបាទអ្នកស្រែមានអីចឹងដុតត្រីនឹងផេះឲ្យបាទអញ្ចឹងអត់បានហូបទេcáiហ្នឹងតាមមើលបាទដុតអញ្ចឹងហ្មងដុតស្បើងដាក់អញ្ចឹងហ្មងទុំវែងឆ្នាំងវែងនេះអញ្ចឹងហ្មងបាទក៏មកដាក់បើកមកភ្នក់ទៅបាទហើយទៀតជោគជ័យអត់ចាំមើលសិនបាទនេះជាជំរឿទី2ហើយព្រោះពេលឆ្អិនអត់ទាន់ទេបាទមេឃមកឥឡូវអញ្ចឹងមិនយើងដាក់ត្រីនៅចំកណ្ដាលដាក់ចំបើងពីលើបែបហ្នឹងក៏ឆ្ងាញ់ដែរបាទតែអន់សម្រស់ដល់កមេឃគឺមិនទាន់ទេថាមានតែអ្នកស្រែទេបានយល់អារម្មណ៍មួយយើងដាក់ត្រីមកយើងដាក់ចំបើងទៅលើទៅហើយទុកវាផ្ងុំចោលទៅឆ្អិនឯងលុតទៀតបាត់ហើយអញ្ចឹងនេះមិនថាវា fail ហើយហ្គេមនេះយើង over បាត់ហើយអញ្ចឹង game over បាត់ហើយហ្នឹង game over ហើយព្រោះត្រីរបស់យើងអត់ឆ្អិនទេហ្នឹង over បាត់ទៅហើយ game over ហ្នឹងអត់បានជោគជ័យទេបាទបង្ហាញទស្សនភាពបាទពេលល្ងាចលើជក់សើអស់ហើយស្រែបាទមួយគីឡូបានត្រីមានក្តាមអស់សើលីងចូលធំតែ3ថ្ងៃបងប្អូនមើលខ្ញុំធ្លាប់បង្ហាញវីដេអូកាលពីមិនទាន់ច្រូតដើររចាប់ត្រីចាប់តឡនតនចាប់ក្តាមអីចឹងណាបាទឥឡូវវីដេអូនេះមានអីទេបង្ហាញទៅបងប្អូនទស្សនភាពសម្រស់ពេលជក់សើហើយតាក់វាបែបម៉េចគឺអញ្ចឹងបាទមានតែប៉ុណ្្នឹងទេបាទក៏បង្ហាញទៅពេលឈុតឃើញថាស្រូវល្អបាទទៅពេលនេះគឺបង្ហាញពីការឈុតស្កាត់ហើយបាទមានតែជ្រៀងហ្នឹងឯងហើយក៏បំបាញបង្ហាញការចាប់ខ្យងចាប់ក្តាមអីទៅដែរបាទនេះគឺមានប៉ុណ្្នឹងបាទហើយក៏មានអីនោះសំលេងចង្រិតបាទដល់កអញកន្លែងហើយពេញខ្សែទាំងអស់ហ្នឹងបាទអស់ហើយបងប្អូនល្វឹងល្វើយនៅតែជ្រៀងនឹងភ្លឺបាទកាលពីស្រូវយើងពេញមុំចូលវែងខ្សែបាទវែងស្រែពេលឥឡូវនេះអត់វែងទេពេលអស់ស្រូវលេងស្គាល់ខ្សែបណ្ដោយបាទមើលទស្សនភាពមកជុំមកខ្ញុំអញ្ចឹងហើយបាទនោះតឡនតនកែបយំបាទចឹងអស់លេងហើយជិះបងប្អូនប៉ុណ្ណេះបាទវីដេអូមុនទៅបានជិះហ្នឹងឃើញស្រូវពេលចាប់ដល់ស្រូវហាលផ្កាស្រូវបែករហូតដល់ស្រូវទុំនេះគឺវីដេអូអ្នកស្រែចុងក្រោយហើយដែលវាលែងមានស្រូវអីទៀតហើយតោះចុងក្រោយទៀតនេះបងប្អូនមើលនេះសុទ្ធតែជាច្បើងឥឡូវវាឡើងសាទៅរយៈពេលប្រហែលជា10ថ្ងៃនៃការឈុតកាត់ឥឡូវវាឡើងសាទៅដុះពួរពេញស្រែអស់ហើយឃីវហ្មងនេះបាទឮតែសំឡេងគឺបែបហ្នឹងពេលយប់
ភាពបែបហ្នឹងបាទអស់ហើយបងប្អូនណាដងជាកន្លែងខ្ញុំដើររត់ចាប់ក្តាមចាំកែបចាប់កន្លំតនអញ្ចឹងទៅបាទនេះស្រកច្បាើងអស់ហើយបាទដើមថនខ្ញុំបាញ់ចាប់បាទទស្សនវិជ្ជាមានប៉ុណ្ណឹងបាទមិនមានជាអ្វីទេសម្រាប់បងប្អូនទេសនាគាត់តែចង់បង្ហាញទស្សនវិជ្ជាពេលយប់មើលអាឆោវីឆ្កែខ្ញុំបាទវាមកបាន2នាក់បាទអស់ហើយណាបងប្អូនសុទ្ធតែជ្រៀងទេបាទអូមានចំគោដែរបាទខ្ញុំសូមជម្រាបលាបងប្អូនត្រឹមតែប៉ុណ្ណេះវីដេអូខ្លីៗបាទតកតនឹងការក្រោយពេលឆូតកាត់ហើយបាទឈ្មោះចូលយ៉ាងណាសូមបងប្អូនអធិស្ឋានកាន់តែໄວតងបាទអរគុណជម្រាបលាបាយបាយ